ថាបាននិយាយជាមួយនឹងបងស្រីរបស់ខ្ញុំតាក់ទងជួយនឹងរឿងដែលគេល្បីពីព្រោះដោយសារតែខ្ញុំអាយុ30ជាងហើយខ្ញុំក៏មានជាមួយនឹងកូន2នាក់ដែរយើងក៏មានជាមួយនឹងគ្រួសារមានអីចឹងណាហើយបើសួរពីអារម្មណ៍ខ្ញុំជាមនុស្សស្រីទៅវិញថាតើបើសិនជារឿងនឹងកាត់ឡើងតើខ្ញុំនឹងដោះស្រាយរបៀបណាបើដូចជាសម្រាប់ខ្ញុំអ្នកទាំងអស់គ្នាខ្ញុំគិតងាយស្រួលសម្រាប់ខ្ញុំខ្ញុំអត់ចូលចិត្តគិតអីអ្វីដែលញ៉ៃសាំញ៉ាំទេអ្វីគឺយើងអាចដោះស្រាយបានទាំងអស់ហើយដោះស្រាយដោយមានកិត្តិយសបើដូចជាខ្ញុំវិញបើសិនជាគេលេងស្រឡាញ់យើងហើយគេលេងត្រូវការយើងហើយគេចង់ចាក់ចេញទៅហើយចិត្តគេទៅបាត់ហើយអញ្ចឹងគឺគេចេញទៅខ្ញុំឲ្យចេញទៅដោយសប្បាយចិត្តអត់មានថាអូត្រូវកោតទុកមុខដេញនៅតាមរងរឿងវាអត់ទេអ្នកទាំងអស់គ្នាខ្ញុំអត់យកកិត្តិយសរបស់ខ្ញុំមុខមាត់របស់ខ្ញុំកិត្តិយសកូនខ្ញុំគ្រួសារខ្ញុំយកទៅដាក់អញ្ចឹងទេវាលេងមានតម្លៃពីព្រោះអ្នកនេះគឺជាសម្រាមហើយទី1ទី2នៅពេលដែលគាត់ចាក់ចេញទៅគឺគាត់ត្រូវចាក់ចេញទៅដោយខ្លួនទៅទេមិនមានទ្រព្យសម្បត្តិមិនមានលុយកាក់គឺគាត់ចេញទៅតែខ្លួនទៅទេពីព្រោះដោយសារអីព្រោះដោយសារខាងគ្រូរបស់គាត់គិតថាគ្រួសារលេងមានតម្លៃហើយគាត់ក៏លេងត្រូវការអ្វីពីគ្រួសារនឹងដែរអញ្ចឹងអ្នកឯងចេញទៅចោះហើយអ្វីដែលសំខាន់បើសិនជានៅក្នុងស្ថានភាពបែបហ្នឹងហើយយើងជាមនុស្សស្រីគឺយើងត្រូវតែផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងគឺយើងត្រូវតែក្រោកឈរដែលរឹងមាំទោះបីជាយើងត្រូវវាថាមានទឹកភ្នែកធ្លាក់មកក៏ដោយតែយើងត្រូវក្រោកឈរទាំងរឹងមាំទាំងដោយស្នាមញញឹមមិនមែនដើម្បីតែម្នាក់ហ្នឹងទេគឺយើងដើម្បីកូនរបស់យើងដើម្បីក្រុមគ្រួសាររបស់យើងធ្វើមិនឲ្យកូនរបស់យើងគេហៅថាធំឡើងដោយមានសុភមង្គលទោះបីជាគាត់អត់មានឪពុកហៅក៏ដោយពីព្រោះដោយសារគាត់មានម្ដាយដែលម្ដាយហ្នឹងគឺដើរតួនាទីជាម្ដាយផងនិងជាឪពុកផង